តិកាប្រកួតប្រជែងសមត្ថភាពស្រីលើវិស័យច្បាប់រដូវកាលទី2បេក្ខជនចុងក្រោយនៃធីម PK សឿនស្រីមីនៅក្នុងក្រុម PK សម្រាប់វគ្គវីដេអូប៊ីតនេះប្រធានបទដែលនឹងខ្ញុំលើកយកមកធ្វើការបកស្រាយតាក់ទងទៅនឹងដំណោះស្រាយតាមផ្លូវច្បាប់ចំពោះការយកការប្រាក់ហួសកម្រិតក្នុងប្រតិបត្តិការខ្ចីប្រាក់ការខ្ចីប្រាក់ឲ្យមានភ្ជាប់នឹងអត្រាការប្រាក់គឺជារឿងដែលតែងតែកើតមានឡើងក្នុងសង្គមរបស់យើងជារៀងរាល់ថ្ងៃមិនថាជាកម្ចីពីគ្រឹះស្ថានធនាគារកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬមួយក៏ជាកម្ចីជាលក្ខណៈឯកជននោះទេហើយបើយើងធ្វើការប្រៀបធៀបគ្នាពីកម្ចីតាមគ្រឹះស្ថានធនាគារនិងកម្ចីជាលក្ខណៈឯកជនយើងមើលឃើញថាកម្ចីតាមរយៈគ្រឹះស្ថានធនាគារកម្រនឹងបង្កើតជាបញ្ហាណាស់ដោយសារតែស្ថាប័នទាំងនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងពីខាងធនាគារជាតិខុសប្លែកអំពីកម្ចីជាលក្ខណៈឯកជនមួយចំនួនប៉ុន្តែក៏មិនមែនទាំងស្រុងដែរដែលមានការកាត់ឡើងនៅបញ្ហាជាហូរហែហើយបញ្ហាដែលយើងឃើញមានច្រើនជាងគេនោះគឺការយកការប្រាក់លើសកម្រិតនេះតែម្ដងនៅក្នុងករណីនេះនឹងខ្ញុំសូមលើកជាឧទាហរណ៍ជូនថាចម្ប៉ាបានខ្ចីប្រាក់ពីស្រីណាតចំនួន$1000ដែលព្រមព្រៀងគ្នានៅក្នុងការបង់ការប្រាក់ក្នុងមួយខែ$50ហើយខ្ចីរយៈពេល3ខែក្នុងនោះគាត់ក៏បានធ្វើជាលិខិតស្នាមជាលិលាអក្សរដែលមានហត្ថលេខារបស់កូនបំណុលនៅក្នុងកិច្ចសន្យាផងដែរតើការព្រមព្រៀងគ្នាបែបនេះជាការព្រមព្រៀងដែលត្រឹមត្រូវតាមច្បាប់ដែរឬទេតាមច្បាប់គូភាគីមិនអាចព្រមព្រៀងគ្នាក្នុងការកំណត់ការប្រាក់ឲ្យលើសពី 18% ក្នុងមួយឆ្នាំនោះទេប៉ុន្តែនៅក្នុងឧទាហរណ៍របស់យើងភាគីបានព្រមព្រៀងគ្នានៅក្នុងការយកការប្រាក់ក្នុងមួយខែដល់ទៅ$50ឯណោះបើយើងគណនាជាភាគរយគឺស្មើទៅនឹង 60% ក្នុងមួយឆ្នាំហេតុនេះការព្រមព្រៀងខាងលើគឺជាការព្រមព្រៀងដែលខុសច្បាប់ចុះប្រសិនបើមានការព្រមព្រៀងយកការប្រាក់លើសកម្រិតបែបនេះតើនឹងត្រូវធ្វើការដោះស្រាយយ៉ាងដូចម្តេចអញ្ចឹងយើងដឹងហើយថាគូភាគីមិនអាចព្រមព្រៀងគ្នានៅក្នុងការយកការប្រាក់លើសពី 18% ក្នុងមួយឆ្នាំបាននោះទេប្រសិនបើលើសផ្នែកដែលលើសនោះនឹងត្រូវចាត់ទុកថាជាមុខៈផ្អែកតាមឧទាហរណ៍របស់យើងស្រីណាតនិងចម្ប៉ាបានព្រមព្រៀងគ្នានៅក្នុងការយកការប្រាក់ក្នុងមួយឆ្នាំដល់ទៅ 60% ក្នុងករណីនេះច្បាប់គឺទទួលស្គាល់តែ 18% ប៉ុណ្ណោះផ្នែកដែលលើសចំនួន 42% ទៀតនឹងត្រូវចាត់ទុកថាជាមុខៈត្រឡប់មកវិញស្រីណាតអាចទាមទារឲ្យចម្ប៉ាដែលជាកូនបំណុលបង់នឹងការប្រាក់ឲ្យខ្លួនត្រឹមតែ 18% ក្នុងមួយឆ្នាំតែប៉ុណ្ណោះប្រសិនបើយើងគណនាជាខែក្នុងមួយខែគឺស្មើទៅនឹង 1.5% ឬគណនាជាសាច់ប្រាក់ជាក់ស្ដែងគឺស្មើទៅនឹង$15ក្នុងមួយខែដោយដែលយើងបានដឹងហើយថាតាមច្បាប់ចម្ប៉ាមានកាតព្វកិច្ចត្រូវបង់ការប្រាក់ក្នុងមួយខែត្រឹមតែ$15ប៉ុណ្ណោះចុះប្រសិនបើគាត់បានបង់រហូតដល់$50ក្នុងមួយខែវិញហើយបង់អស់រយៈពេល3ខែទៀតក្នុងករណីនេះតើនឹងត្រូវការធ្វើការដោះស្រាយយ៉ាងដូចម្តេចតាមច្បាប់ការប្រាក់ដែលបានបង់លើសពី 18% ក្នុងមួយឆ្នាំមិនថាគាត់បានដឹងឬមិនបានដឹងទេនឹងក្លាយទៅជាកម្មវត្ថុនៃការកាត់បំណុលប្រាក់ដើមផ្អែកតាមឧទាហរណ៍របស់យើងចម្ប៉ាមានកាតព្វកិច្ចក្នុងការបង់ការប្រាក់ក្នុងមួយខែតែ$15ទេប៉ុន្តែជាក់ស្ដែងគាត់បង់ក្នុងមួយខែដល់ទៅ$50ឯណោះអញ្ចឹងយើងឃើញថាក្នុងមួយខែគឺគាត់បង់លើសអស់ដល់ទៅ$35ហើយការបង់លើសនោះគឺអស់រយៈពេល3ខែទៀតគណនាចូលគ្នាទៅគឺវាស្មើទៅនឹង$105ហើយដូច្នេះគាត់អាចយកទឹកប្រាក់$105នោះមកកាត់ជាមួយនឹងបំណុលប្រាក់ដើមចំនួន$1000នាំឲ្យប្រាក់ដើមដែលត្រូវសងទៅកាន់ម្ចាស់បំណុលវិញគឺបន្ថយមកនៅសល់ត្រឹមតែ$895តែប៉ុណ្ណោះយើងសាកសម័យទៅមើលថាប្រសិនបើផ្នែកដែលលើសពី 18% នោះត្រូវបានបង់ជាបន្តបន្ទាប់រហូតកើតដល់$1200ហើយយកទឹកប្រាក់$1200នោះមកកាត់ជាមួយនឹងបំណុលប្រាក់ដើមហើយនៅសល់ចំនួន$200ទៀតក្នុងករណីនេះតើនឹងមានវិធានការយ៉ាងដូចម្តេចប្រសិនបើកូនបំណុលបានកាត់នៅប្រាក់ដើមរួចរាល់អស់ហើយនៅតែមានការសេសសល់ម្ចាស់បំណុលត្រូវសងនៅផ្នែកដែលសេសសល់នោះត្រឡប់មកឲ្យកូនបំណុលវិញដោយភ្ជាប់ជាមួយសំណងនៃការខូចខាតជាអត្រាការប្រាក់ដែលច្បាប់បានកំណត់ 5% ក្នុងមួយឆ្នាំគិតចាប់ពីថ្ងៃដែលមានការសេសសល់រហូតដល់ថ្ងៃដែលទទួលបានការសងជាក់ស្ដែងនឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងក្លាយទៅជាប្រយោជន៍ដល់ទស្សនិកជនដែលបានទស្សនាហើយយល់ដឹងអំពីវិធីសាស្ត្រនៅក្នុងការកំណត់ការប្រាក់ឲ្យបានត្រឹមត្រូវតាមច្បាប់យល់ដឹងអំពីដំណោះស្រាយនៅក្នុងការដោះស្រាយចំពោះការយកការប្រាក់ហួសកម្រិតដោយមានប្រសិទ្ធភាពជាចុងក្រោយនឹងខ្ញុំមានសារមួយជាការក្រើនរំលឹកថាការជំពាក់លុយគេត្រូវតែសងគេគឺជារឿងធម្មតាប៉ុន្តែប្រសិនបើការប្រាក់មានចំនួនច្រើនលើសលប់ពេកក្នុងនាមជាកូនបំណុលក៏ត្រូវដឹងអំពីសិទ្ធិរបស់ខ្លួនក្នុងការតវ៉ាប្រឆាំងទៅនឹងការរំលោភបំពាននោះផងដែរ